ថ្ងៃនេះនៅអារម្មណ៍បងប្អូនមកមើលពីការលាងទូបោកខោអាវ Panasonic ដែលបងស្រីគាត់ប្រាប់ថានៅពេលដែលគាត់បោកខោអាវតែងតែមានសរសៃក្អែលតិចៗនៅជាប់កណាត់ខោអាវរបស់គាត់ឬមួយក៏ខោរបស់គាត់អញ្ចឹងនៅពេលដែលក្រុមការងារយើងទៅពិនិត្យមើលដោះទៅលើ filter របស់ទូបោកខោអាវពិនិត្យមើលឃើញថាមានការឡើងក្អែលដោយសារតែ filter ហ្នឹងវាបឺតយកក្អែលកតិចកទីហ្នឹងអត់បានល្អទេអញ្ចឹងក៏បានបញ្ជាក់ជូនបងស្រីថាឲ្យគាត់បំបែកទូបោកខោអាវលាងចេញហ្មងទៅដោយបងស្រីបានបញ្ជាក់ថាគាត់អាសាលាងដែរទូហ្នឹងប៉ុន្តែគាត់លាងទៅលើ option របស់ទូមានន័យថាគាត់បញ្ជាឲ្យទូបោកខោអាវហ្នឹងមាន option top clean របស់គេហ្នឹងសម្អាតអញ្ចឹងវាសម្អាតបានភាគរយដែរបងប្អូនគាត់ថាភាគរយវាមិនបានច្រើនទៅដល់90ទៅ100%ដូចជាយើងដោះបំបែកលាងទេព្រោះដោយសារតែវាមានកលុកកលៀតដូចខ្ញុំបញ្ជាក់នៅវីដេអូមុនអញ្ចឹងកលុកកលៀតច្រើនដែលយើងត្រូវសម្អាតអញ្ចឹងក្រោយពីយើងពិភាក្សាមួយបងស្រីហើយក៏រៀបចំការងារដោះបំបែកលាងជូនគាត់មកស្អាតហើយនៅពេលដែលលាងហើយយើងក៏រៀបគុំចូលសំណុំដើមវិញហើយតេស្តជូនបងស្រីមកស្អាតផងដែរហើយជាចុងក្រោយបើសិនជាបងប្អូនត្រូវការជាងជួសជុលនៅទូបោកខោអាវឬក៏លាងទូបោកខោអាវអាចតាក់ទងមកខាងយើងបាន